4 ពុំមែនទេបុរសប្តីក្រាបបង្គំទូលថាពិតដូច្នោះមែនក៏ព្រះអង្គត្រាស់សួរថាព្រះស្ដែងនឹងឲ្យគេសងកូននោះឬអ្វីសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះបាទអម្ចាស់សូមឲ្យខ្លាសងកូននោះវិញក៏ប្រពន្ធព្រះស្ដែងផើមបានប៉ុន្មានខែហើយសូមទ្រង់ព្រះមេត្តាប្រោសផើមបាន7 ខែហើយព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថាបើព្រះស្ដែងឲ្យគេសងកូននោះត្រូវព្រះស្ដែងឲ្យប្រពន្ធព្រះស្ដែងទៅធ្វើជាប្រពន្ធគេទុកឲ្យផើមបាន7 ខែសិនសឹមព្រះស្ដែងយកមកធ្វើជាប្រពន្ធព្រះស្ដែងវិញចុះតើព្រះស្ដែងព្រមឲ្យឬទេបុរសប្តីក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់មិនព្រមឲ្យទេគឺព្រះមហាក្សត្រទ្រង់ត្រាស់ថាបើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេចុះឲ្យគេយកកូនពីណាមកសងព្រះស្ដែងវិញបានព្រះមហាក្សត្រសួរដំណើរក្តីរឿងស្លាប់ឪពុកទៅទៀតបុរសខ្ចីគោក្រាបបង្គំទូលថាដើមឡើយខ្ញុំព្រះបាទអម្ចាស់លាអ្នកដើមចោតទាំង3នាក់ថាសូមទៅបត់ជើងមួយរំពេចសិនលុះចូលទៅក្នុងព្រៃយកដើមឈើមួយធំដោយនឹកអន់ចិត្តនឹងភពសំណាងរបស់ខ្លួនខ្លាំងពេកក៏ឡើងទៅលើចុងឈើនោះប្រុងនឹងលោតទៅសម្លាប់ខ្លួនបងដល់លោតចុះមកស្រាប់តែត្រូវលើឪពុកបុរសនេះស្លាប់ទៅឯខ្ញុំព្រះបាទអម្ចាស់ពុំស្លាប់វេលាលោតចុះមកខ្ញុំព្រះបាទអម្ចាស់ពុំបានឃើញបុរសឪពុកនឹងកូននៅខាងក្រោមដើមឈើនោះទេបុរសជាកូនឃើញឪពុកស្លាប់ក៏ប្រចាប់ខ្ញុំព្រះបាទអម្ចាស់ថាត្រូវសងឪពុកគេវិញក៏ដំណើរក្តីនេះប៉ុណ្ណេះសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទទើបព្រះមហាក្សត្រត្រាស់សួរទៅបុរសជាកូននោះថាតើព្រះស្ដែងនឹងឲ្យគេសងឪពុកព្រះស្ដែងវិញឬអ្វីបុរសជាកូននោះក្រាបបង្គំទូលថាយសូមទ្រង់ព្រះមេត្តាប្រោសសូមឲ្យគេសងឪពុកខ្ញុំព្រះបាទអម្ចាស់វិញបើដូច្នេះមានតែព្រះស្ដែងឲ្យម្ដាយព្រះស្ដែងទៅធ្វើប្រពន្ធគេដើម្បីឲ្យគេបានជាឪពុករបស់ព្រះស្ដែងជំនួសឪពុកដែលស្លាប់ទៅតើព្រះស្ដែងព្រមទេខ្ញុំព្រះបាទអម្ចាស់នឹងឲ្យម្ដាយទៅធ្វើជាប្រពន្ធបុរសនេះដូចម្ដេចបានបើម្ដាយខ្ញុំព្រះបាទអម្ចាស់វេលានេះកំពុងកើតទុក្ខធ្ងន់ផងខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថាបើព្រះស្ដែងពុំព្រមតើនឹងឲ្យគេយកឪពុកពីណាមកជំនួសឪពុកព្រះស្ដែងបានបើឪពុកព្រះស្ដែងស្លាប់ទៅហើយដោយផលកម្មរបស់គាត់នឹងបន្ទោសនរណាព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្តីទាំង4រឿងដោយប្រការដូច្នេះហើយបុរសទាំង5នាក់ដែលកើតក្តីនឹងគ្នាក៏ចូលចិត្តស្ដាប់បានលែងចោទប្រកាន់គ្នាហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅអាត្មាទីតីរៀងខ្លួនហោង